មកឥឡូវនេះខ្ញុំនាំអារម្មណ៍បងប្អូនមកទស្សនាពីពេលដែលយើងចាក់ទឹកឲ្យសាអីវ៉ាន់ចេញម្ដងអានេះគឺយើងត្រូវការចាក់ទឹកសំណចូលមានអ្នកខ្លះ comment ថាទឹកហ្នឹងទឹកដរាទេតែខ្ញុំវាមានអារម្មណ៍ទៅអត់ទម្លាប់មកសោះអញ្ចឹងខ្ញុំហៅទឹកសំណចឹងបណ្ដោយទៅស្រួលយើងចាក់ចូលហើយយើងមើលថាតិចអាចលើកបានយើងលើកដីនឹងខាងលើនឹងចេញបន្តមកទៀតយើងធ្វើការបោកវាដើម្បីត្រៀមធ្វើបន្តទៀតប៉ុន្តែមុននឹងយើងបោកយើងត្រូវការជោគដីចេញពីខាងលើនឹងសិនហើយបន្ទាប់មកទៀតគឺយើងត្រូវការស្រោចទឹកឲ្យវាត្រជាក់បន្តិចដើម្បីឲ្យលើកមកកុំឲ្យបាក់សំណហ្នឹងយើងបើកមកអញ្ចឹងមិនទាន់ក្តៅរឹងអាចលើកបានទេណានៅទុននៅឡើយទេហើយចំពោះមានបងប្អូនគាត់ចាប់អារម្មណ៍ថាចង់ធ្វើនៅខ្មែរអញ្ចឹងបងប្អូនមើលទៅខ្ញុំថតបង្ហាញជូនហើយថាយើងនៅខ្មែរអាចធ្វើបានអត់អ្នកដែលគាត់រកស៊ីខាងធ្វើគ្រឿងចឹងដែរអញ្ចឹងណាតែយើងមិនដឹងថានៅខ្មែរអាចមានអត់ទេខាងផលិតជាលក្ខណៈលបងអញ្ចឹងខ្ញុំជោគដីហើយជ្រោយដីហើយឥឡូវខ្ញុំលើកវាយកទៅទុកនៅអីវ៉ាន់សម្រាប់ត្រៀមយកទៅឆាបបន្តណាអានេះគឺអាឆាអ៊ីដដែលលបងនេះគេហៅម៉ូតឆាអ៊ីបន្ទាប់ពីយើងលើកពុំនឹងចេញហើយយើងជន់ដីវាបន្ទាប់មកទៀតយើងត្រៀមនឹងធ្វើបន្តទៀតនិយាយរួមទៅមួយថ្ងៃខ្ញុំធ្វើ44ដុំហើយ2ពុំនឹងធ្វើត្រឡប់ទៅត្រឡប់មកជារៀងរាល់ថ្ងៃមានតែប៉ុណ្្នឹងបងប្អូន